Chẳng dân chập đám bẩn to lòng hát tí đó đọc bằng. Chẳng bọn chập đám an và thiết nâng song sầm cam cho mùi lực rú. Bộ bin mùi riêng chắc ta cao cái đã miên trong nôn sphere mùi rồi mà phây nâng cứ ẩn nó nè. Ẩn sma nâng mà rồi mà phây. Tùm hông mà phây 5 cm គុណនឹង30 cm អានឹងគឺជាទំហំដែលគុណគ្នាស្រេចហ្នឹងគឺជាក្រឡាផ្ទៃទាំងម្ដងណាអាស្មើនឹង25 cm គុណនឹង30 cm អញ្ចឹងវាស្មើនឹង750 cmការ៉េ cmការ៉េទៅម៉ែត្រការ៉េគឺដក4ម៉ែត្រការ៉េខាងបូប៊ីននេះផលិតកម្លាំងអគ្គិសនីចលករអតិបរមាគឺ EM ណាកម្លាំងអគ្គិសនីចលករអតិបរមាគឺ EM ស្មើនឹង65 វ៉ុល65 វ៉ុលកាលណាវាវិលដោយល្បឿនមុំអញ្ចឹងល្បឿននេះគឺល្បឿនមុំគឺអូមេហ្គាតេគឺអូមេហ្គាស្មើនឹង190 រ៉ាឌយ៉ង់ក្នុង1វិនាទីនឹងគឺជាល្បឿនមុំដែលវាវិលដែលសុំវិលនោះណាក្នុងដែនម៉ាញ៉េទិកឯកសណ្ឋានខណ្ឌគណនាអាំងឌីសុងណាដែនម៉ាញ៉េទិក B នោះអញ្ចឹងមានន័យថាសំណួររបស់គេចង់បានអាំងឌីសុងម៉ាញ៉េទិកអញ្ចឹងបងប្អូននឹងហៅថាអាំងឌីសុងម៉ាញ៉េទិកហ្នឹងគឺ B គេចង់បាន B ណានៅក្នុងសំណួរនៃលំហាត់ទី15ប៉ុន្តែក្នុងករណីនេះគេប្រាប់កម្លាំងអគ្គិសនីចលករអតិប្រមាណណាអញ្ចឹងយើងយករូបមន្តគោលគឺរូបមន្តកម្លាំងអគ្គិសនីចលករអតិប្រមាណតាមរូបមន្តកម្លាំងអគ្គិសនីចលករអតិប្រមាណគឺ EM ស្មើនឹង NBA អូមេហ្គាអញ្ចឹងក្នុងករណីនេះសមាតកម្មគេប្រាប់ EM អញ្ចឹងគេរក B ណាអញ្ចឹងនាំឲ្យ Bអាំងឌីសុង B ហ្នឹងគឺយើងបោះ NA អូមេហ្គាអញ្ចឹងគុណបោះរំលងចែកអញ្ចឹង EM ចែកជាមួយនឹង NA អូមេហ្គាណាអញ្ចឹងបងប្អូនយើងចាប់ដើមស្រង់សមាតកម្មដែលយើងមានគឺ EM ស្មើនឹង65 វ៉ុល N 120 A 750គុណនឹង10សេគុណដក4ម៉ែត្រការ៉េអូមេហ្គាស្មើនឹង190 រ៉ាឌយ៉ង់ក្នុង1វិនាទីអញ្ចឹងយើងជួតម្លៃទាំងអស់ដើម្បីរក B ណានាំឲ្យ B ស្មើទៅនឹង EM 65ចែកជាមួយនឹង N 120គុណជាមួយ A 750គុណនឹង10សេគុណដក4គុណជាមួយនឹង190ណាអញ្ចឹង B ក្នុងករណីនេះចម្លើយគឺដូចនេះ B ស្មើនឹង38គុណនឹង10សេគុណដក3ទេស្លាណានេះគឺជាចម្លើយអាំងឌីសុងម៉ាញ៉េទិកណាចប់លំហាត់ទី15អញ្ចឹងយើងចូលលំហាត់ទី16ណាចឹងបងប្អូនអានប្រធានជាមួយលោកគ្រូទាំងអស់គ្នាហើយស្រង់សមាតកម្មណាបូប៊ីននៃជានេតាមួយមានស្ពាចំនួន100គឺ N ណាN 100ស្ពានិងមានផ្ទៃ 2.5 គុណនឹង10សេគុណដក3ម៉ែត្រការ៉េទៅផ្ទៃ A 2.5 គុណនឹង10សេគុណដក3ម៉ែត្រការ៉េខណ្ឌគេចង់បានកម្លាំងអគ្គិសនីចលករអាំងនវីអតិបរមា125 វ៉ុលអញ្ចឹង EM 120 វ៉ុលបាទសំទោសណា120 វ៉ុលនេះមាន125ទេកាលណាវាវិលដោយល្បឿន60ជុំក្នុង1វិនាទីអញ្ចឹងមិនមែនល្បឿន V ទេល្បឿននេះគឺល្បឿនរង្វិលនៃ ហ្វ្រេកង់ណា F ស្មើនឹង60ជុំក្នុង1វិនាទីហ្នឹងគឺជា ហ្វ្រេកង់ដែរណាខាងសំណួរទីកចូលគណនាតម្លៃនៃអាំងឌីសុងម៉ាញ៉េទិក B ចាំបាច់សម្រាប់ជានេតាសំណួរក
គណនាអាំងឌីសុងម៉ាញេទិកគឺ3អត់ណារក B រក B ណាអញ្ចឹងគោលដៅរបស់យើងគឺរក B ដោយសារគេប្រាប់កម្លាំងអគ្គិសនីចលករអតិបរមាអញ្ចឹងតាមរូបមន្តណារូបមន្តកម្លាំងអគ្គិសនីចលករអតិបរមាគឺ EM ស្មើនឹង N/A អូមេហ្គាគោលដៅរបស់យើងចង់បាន B អញ្ចឹងនាំឲ្យ B ស្មើនឹង EM ចែកជាមួយនឹង N/A អូមេហ្គាណាអញ្ចឹងយើងចាប់ផ្ដើមដោយមកអ្វីដែលយើងស្គាល់គឺ EM ស្មើនឹង120 វ៉ុល N ស្មើជាមួយនឹង100 ស្ពា A ស្មើនឹង 2.5 គុណនឹង10សេគុណដក3ម៉ែត្រការ៉េអត់ស្គាល់អូមេហ្គាគេប្រាប់ F អញ្ចឹង F ស្មើជាមួយនឹង60ជុំក្នុង1វិណានោះអូមេហ្គាស្មើនឹង2 pi f ណាអូមេហ្គាស្មើនឹង2 pi f ស្មើនឹង2 pi គុណនឹង60ស្មើនឹង120 pi រ៉ាឌយ៉ង់ក្នុង1វិនាទីអញ្ចឹងយើងចំនួនចូលមកនាំឲ្យអាំងឌីសុង B ហ្នឹងគឺស្មើជាមួយនឹង EM 120ចែកជាមួយនឹង N 100គុណនឹង A គឺ 2.5 គុណនឹង10សេគុណដក3គុណជាមួយអូមេហ្គា120 pi ណា4គុណនឹង10សេគុណដក3ចែកនឹង pi យើងចង់បំបត្តិ pi នៅភាគបែងយើងគុណ pi ភាគបែងនិងភាគយកហើយបងអូនត្រូវចាំណា pi ការ៉េយើងយក10មកណាបំបត្តិ pi ភាគបែងណាអញ្ចឹងពេលនោះយើងនឹងបាន4 pi គុណនឹង10សេគុណដក3ចែកជាមួយ pi ការ៉េអញ្ចឹង pi ការ៉េយើងយក10បោះឡើងលើដក1ទៀតណាដក1ទៀតឡើងដកម៉ាណូនដក4ទេស្លាណាអញ្ចឹងចម្លើយគឺដូចនេះ B គឺស្មើនឹង4 pi គុណនឹង10សេគុណដក4ទេស្លាហ្នឹងគឺជាចម្លើយអញ្ចឹងសំណួរទីខសរសេរកន្សោមកម្លាំងអគ្គិសនីចលករអាំងល្វីខណៈជាអនុគមនៃពេលណាអញ្ចឹងសំណួរទីខហ្នឹងគឺគេឲ្យសរសេរកន្សោមកម្លាំងអគ្គិសនីចលករអាំងល្វីខណៈបងនឹងហៅថាកម្លាំងអគ្គិសនីចលករខណៈហ្នឹងគឺ E តូច E តូចហ្នឹងគឺវាជាអនុគមស៊ីនុយស៊ីអ៊ីតណាអញ្ចឹងតាមរូបមន្ត E តូចហ្នឹងគឺស្មើជាមួយនឹង EM ស៊ីនអូមេហ្គាទេណាអញ្ចឹង EM ហើយនឹងអូមេហ្គាយើងស្គាល់ខាងដើមហើយអញ្ចឹងនាំឲ្យ E ស្មើនឹង EM គឺ120ស៊ីនអូមេហ្គាយើងរកឃើញហើយគឺ120 pi អញ្ចឹងគិតជាវ៉ុលយើងឆ្លើយមកដូចនេះ ស្មើនឹង120ស៊ីន120 pi គិតជាវ៉ុលនេះគឺជាចម្លើយកន្សោមកម្លាំងអគ្គិសនីចលករអាំងល្វីខណៈណាអញ្ចឹងលំហាត់ទី16នេះគឺត្រូវបានបញ្ចប់ណា